ទឹកនោមផ្អែមបងប្អូនណាខ្លះដែលកំពុងតែកើតនៅជំងឺទឹកនោមផ្អែមចុះបើសិនជាកើតឡើងហើយឬក៏មិនទាន់កើតខ្ញុំមានវិធីណាល្អដែរទេអូខេខ្ញុំនឹងជម្រាបជូននៅខ្លះលំហាត់ប្រាណគឺជាចំណុចសំខាន់ការដែលទទួលទានអាហារដោយមានការប្រុងប្រយ័ត្នមិនផ្អែមពេកមិនប្រៃពេកជារឿងសំខាន់អាហារូបត្ថម្ភមួយដែលខ្ញុំបានស្គាល់ដែលខ្ញុំបានទទួលការណែនាំពីវិជ្ជបណ្ឌិតហើយខ្ញុំបានផ្ទាល់បានប្រើប្រាស់ជាមួយនឹងអតិថិជនរបស់ខ្ញុំបានប្រើប្រាស់មួយចំនួនទទួលបានលទ្ធផលល្អប្រសើរគឺបងប្អូនងាកមកប្រើជាមួយនឹងផលិតផលចំណែកពីមុខផ្សេងខ្មៅកម្រវាកាប់ស៊ូលនេះមានគុណប្រយោជន៍ដ៏មហាសាលបងប្អូនដែលទទួលទានភេសជ្ជៈបងប្អូនងាកមកទទួលទានជាមួយនឹងម្សៅវីកាហ្វេនេះម្ដងព្រោះក្នុងម្សៅវីកាហ្វេនេះមានការដាក់បញ្ចូលជាពិសេសពីកាហ្វេ Grade Arabica ប្រទេសប្រេស៊ីលហើយដាក់តែ15%ទេជាពិសេសនៅក្នុងម្សៅវីកាហ្វេនេះរួមមានទាំងចម្រាញ់ពីសម្បកផ្លែមង្ឃុតចម្រាញ់ពីមើមខ្ចីខ្មៅដ៏កម្រជាពិសេសប្រើនៅសារជាតិផ្អែមធម្មជាតិ Nano ហើយ Nano ឪពុកខ្មៅទៀតអញ្ចឹងហើយមិនត្រឹមតែល្អវាជួយបង្កើនថាមពលហើយរក្សាតុល្យភាពស្ករបានល្អប្រសើរបងប្អូនដែលចង់បានសុខភាពល្អចង់បានផលិតផលល្អបងប្អូនអាចអនុវត្តជាចំណេះដឹងខ្លះៗក៏ដូចជាបងប្អូនអាចរកជាវជាមួយនឹងផលិតផលចម្រាញ់ពីមើមខ្ចីខ្មៅដ៏កម្រនេះហើយបងប្អូនក៏អាចទំនាក់ទំនងជាមួយយើងខ្ញុំផ្ទាល់បានផងដែរជាពិសេសសម្រាប់លោកអ្នកដែលមិនទាន់ពេញចិត្តជាមួយនឹងចំណុចបច្ចុប្បន្នតាមរយៈក្រុមហ៊ុន Volten បើឱកាសទៅដល់លោកអ្នកមិនថាជាអតិថិជននិងលោកអ្នកដែលជាម្ចាស់ជីវកម្មមិនថាបងប្អូនជាស្ត្រីមេផ្ទះជាកសិករពាណិជ្ជករឬក៏មកពីប្រភពណាសំខាន់បងប្អូនអាចរកចំណូលបានបន្ថែមចង់ដឹងព័ត៌មានលម្អិតបន្ថែមទំនាក់ទំនងជាមួយយើងខ្ញុំ